ស្រែខែប្រាំងធាត់ខ្លាញ់មិនចាញ់ក្តាមស្រែខែភាសាទេបងប្អូននិយាយពីថាឃើញក្តាមមកល្អធាត់ធំហើយសុទ្ធតែខ្លាញ់ចេះខ្ញុំឃើញហើយនិយាយពីថាអូយខ្វាកហ្មងណាហើយខ្វាកនេះគ្មានរឿងអីទេបងប្អូនហើយឃើញវាធាត់ខ្លាញ់ពេកហ្នឹងគឺថាអត់ទ្រាំអត់បានទេគឺថាចង់យកខ្លាញ់ក្តាមនេះដែលវាឃើញឡើងលឿងល្អកនេះហ่ะគឺឆ្កឹះវាយកមកធ្វើខ្លាញ់ក្តាមអាំងព្រោះអីអូយខានញ៉ាំយូរហើយបងប្អូនហើយឃើញក្តាមថ្ងៃនេះមកលឿងហើយសុទ្ធតែខ្លាញ់អញ្ចឹងគឺថាខ្ញុំយកខ្លួនវាទៅជ្រក់ធ្វើក្តាមជ្រក់បុកល្ហុងហើយស្នូករបស់វានេះគឺឆ្កឹះយកខួរវាទុកសម្រាប់អាំងឥឡូវខ្ញុំឆ្កឹះហើយនេះសបកស្នូករបស់វានេះគឺខ្ញុំយកមកឆ្កឹះលាងសម្អាតយកតែមកល្មមនេះបងប្អូនហើយខ្ញុំប្រើជាមួយនឹងពងមាន់ចំនួន3គ្រាប់គឺខ្ញុំគោះយកតែពងក្រហមទេពងសគឺយើងអត់យកទេណាវាយបំបែកពងក្រហមពងមាន់របស់យើងនឹងឲ្យវាបែកហើយបើខ្ញុំយកខ្លាញ់ក្តាមដែលយើងឆ្កឹះបានឡើងមួយចានចង្កឹះហើយណាបងប្អូនខ្លាញ់ក្តាមសុទ្ធតែម្ដងដាក់គោលាយជាមួយនឹងពងមាន់ក្រហមរបស់យើងនឹងគោវាឲ្យសព្វហើយបាទខ្ញុំយកវាមកដាក់បន្ថែមជាមួយនឹងគ្រឿងគឺមានម្សៅស៊ុបកន្លះស្លាបព្រាស្ករកន្លះស្លាបព្រាកាហ្វេជាមួយប៊ីចេងបន្តិចអំបិលបន្តិចយើងយករសជាតិមកល្មមឆ្ងាញ់ដែលយើងយកដាក់អាំងណាបងប្អូនកោវាឲ្យសព្វតែប៉ុណ្្នឹងទៅគឺយើងអាចយកខ្លាញ់ក្តាមរបស់យើងនេះគឺថាយកទៅដាក់នៅក្នុងស្នូកក្តាមបានហើយនិយាយពីថាអូយឃើញខ្លាញ់ក្តាមនេះទំនងមែនតើណាបងប្អូនហើយស្នូកក្តាមរបស់ខ្ញុំនេះគឺថាបានលាងសម្អាតស្អាតហើយគឺយើងថាយកវាមកដាក់តម្រៀបលើចានហើយដួសខ្លាញ់ក្តាមដាក់ចូលមកនិយាយទៅធ្វើខ្លាញ់ក្តាមអាំងនេះគឺអត់មានអីពិបាកទេបងប្អូនគឺថាងាយមែនតើឲ្យតែបានថាខ្លាញ់ក្តាមច្រើនហើយខ្លាញ់ក្តាមល្អឆ្កឹះថ្មីចេះទៀតអូយឈ្ងុយហើយឆ្ងាញ់មែនតើណាបងប្អូនឥឡូវនេះខ្ញុំដាក់ស្នូកក្តាមឡើងច្រើនណាហើយឃើញខ្លាញ់ក្តាមអញ្ចឹងគ្រាន់តែស្នូកក្តាមមិញឡើងមកកច្រៃហ្នឹងបើគិតជាក្តាមប្រហែលជាចូល5គីឡូណាបងប្អូនឆ្កឹះខ្លាញ់មកបានតែបន្តិចនឹងឯងបងប្អូនហើយតែពេលអញ្ចឹងឥឡូវនេះដាក់ចូលតម្រៀបនៅក្នុងស្នូកក្តាមនេះមកកូនឆ្នាំងស្នូកក្តាមនេះគឺថារាប់ទៅគឺបានស្នូកតែ10ក្តាមទេបងប្អូនខ្លាញ់ក្តាមឥឡូវបានតែស្នូក10នេះគឺថាយកមកដាក់អាំងឲ្យតម្រៀបអាំងហើយបានតាគៀបអាធំនេះ3ចង់ញ៉ាំតាគៀបដែរហើយអាំងតែមួយផ្លែតហ្នឹងគឺថាបានឆ្អិនហើយនិយាយពីថាអូយក្លិនរបស់គេឡើងឈ្ងុយហើយមើលខ្លាញ់ក្តាមគេពុះខុកអូយទំនងមែនតើណាបងប្អូនហើយអត់ចាំយូរទេគឺខ្ញុំទៅកូរអំបិលម្រេចជាមួយនឹងម្ទេសហ្នឹងគឺថាត្រៀមរួចរាល់ហើយសម្រាប់ញ៉ាំជាមួយនឹងខ្លាញ់ក្តាមណាឥឡូវនេះគឺបានឆ្អិនរួចរាល់ខ្ញុំអាំងតតែវាក្រៀមវាឈ្ងុយតែម្ដងណាតតែវាឈ្ងុយវាក្រៀមបែបនេះហើយបានញ៉ាំទៅវាខ្ទិះហើយវាឆ្ងាញ់វាជាតិហ្មងណាបងប្អូនឥឡូវនេះបានរួចរាល់ហើយគឺថាចាប់ដាក់ចានគឺយកទៅឲ្យប្តីខ្ញុំជាមួយនឹងបងប្អូនខ្ញុំញ៉ាំម្ដងគាត់នឹងអង្គុយញ៉ាំបាយហ្នឹងគឺថាលើកមកដល់ភ្លាមគឺគាត់យកមកសាកភ្លក់ហ្មងអូយបងប្អូនណានិយាយមែនណាធ្វើខ្លួនឯងចេះយើងដាក់ខ្លាញ់ក្តាមច្រើនខ្ញុំដាក់ពងមាន់តែ3គ្រាប់ទេនិយាយទៅវាល្មមតែធ្វើឲ្យខ្លាញ់របស់យើងវាស្អិតល្មួតចូលគ្នាហើយយើងប្រើខ្លាញ់ក្តាមច្រើនយកវាមកដាក់អាំងហើយយើងយកមកញ៉ាំនិយាយពីថាអូយខ្ទិះណាបងប្អូនណានិយាយពីថាឃើញបងខ្ញុំជាមួយប្តីញ៉ាំទ្រាំអត់បានមកឆ្កឹះញ៉ាំខ្លួនឯងនិយាយពីថាតំណងណាក្លិនរបស់គេគឺថាឡើងឈ្ងុយតែម្ដងហើយដាក់ចូលមាត់មកគឺថាឡើងខ្ទិះពេញមាត់តែម្ដងបងប្អូនណាហើយវាត្រូវគ្នាទៀតហ្នឹងជាមួយនឹងអំបិលម្រេចយើងដាក់ម្ទេសហិលហើយបើថាដួសខ្លាញ់ក្តាមមកដាក់ជាមួយនឹងបាយនេះអូយបាយក្តៅហុយដូចគ្នាទៀតណាបងប្អូនដាក់មកនិយាយពីថាអូយជាតិខ្លាំងមែនតែនឆ្ងាញ់ណាស់ខ្ញុំនិយាយរួមឲ្យតែថាបានខ្លាញ់ក្តាមចេះមកឃើញល្អគឺថាដឹងតែយកមកអាំងជាមួយនឹងស្នូកវាចេះហើយឆ្ងាញ់មែនតែនពេញខ្លាញ់ក្តាមឲ្យគេលក់គឺគេដាក់ពងមាន់ច្រើនដាក់ខ្លាញ់តែបន្តិចទេតែពេលអញ្ចឹងអត់សូវឈ្ងុយតែយើងធ្វើខ្លួនឯងនេះដាក់ខ្លាញ់ក្តាមច្រើនយកមកដាក់អាំងចេះនិយាយពីថាអូយខ្ទិះឆ្ងាញ់ជាតិមែនតែនបងប្អូនហើយ